ជំរាបសួរអ្នកទាំងអស់គ្នាពេលនេះយើងមកតាមដានរឿង One Piece បន្តទៀតមុននឹងចាប់ផ្ដើមសូមអ្នកទាំងអស់គ្នាជួយចុច like មួយរួចរាល់ហើយតើចាប់ផ្ដើមទាំងអស់គ្នាការវិវត្តមុនយើងមើលដល់ Zoro ត្រូវប្រយុទ្ធជាមួយនឹងបងប្អូនឆ្មា2នាក់ម្នាក់ស្គាល់មានឈ្មោះថា Sam ម្នាក់កម្មាប់មានឈ្មោះថា Buchi ដំបូងឡាបងប្អូនឆ្មាទាំង2នាក់ហ្នឹងមិនញ៉ៃខ្លាំងណាស់ធ្វើដូចខ្លាច Zoro អត់ហ៊ានប្រយុទ្ធជាមួយនឹងគាត់ទេដល់ពេលចាំង Go បខំពេកទៅ Sam ក៏រត់ចូលទៅទាំងយំវេមវាមប៉ុន្តែពេលបានទៅចិត្តដល់ Zoro ភ្លាមក៏វាយប្រហារគាត់ហើយលួចដល់យូដារបស់ Zoro បានពីដើមយករបស់ចោលបានថែមទៀតផងពេលនោះ Zoro បានបញ្ញាប់រត់ទៅយកដាវគាត់វិញតែSamពិតជាលឿនណាស់បានលោតមកជន់ខ្នង Zoro ចាប់ឃ្លេគាត់ជាប់ឃើញឱកាសល្អ Buchi ក៏ចង់លោតទៅជន់ក្បាលរបស់ Zoro តែ Zoro គេចតាន់នៅពេលនោះ Zoro ដឹងថា Buchi ពិតជាមានកម្លាំងខ្លាំងណាស់បើសិនជាមុនហ្នឹងគាត់គេចអត់តាន់ទេក្បាលរបស់គាត់នឹងបែកខ្ទេចដោយអាលឹកទុំធ្លាក់បែកអញ្ចឹងបន្ទាប់មកបងប្អូនឆ្មាទាំងពីរបានសម្បុកចូលទៅវាយ Zoro ព្រមគ្នាយ៉ាងញាប់ស្អេកហើយនៅពេលដែលឃើញ Zoro បានត្រឹមតែទប់អត់មានអាការបានតដៃអញ្ចឹង Usopp បានប្រើជំពាមសុទ្ធពីចម្ងាយដើម្បីជួយគាត់ប៉ុន្តែនៅពេលដែល Usopp បាញ់ទៅស្រាប់តែ Zoro យកខ្លួនមករងគ្រាប់ជំពាមហើយភ្លាមនោះបងប្អូនឆ្មាទាំងពីរក៏មានឱកាសខ្វាច់ត្រូវ Zoro ម្នាក់ម្យ៉ាងផងដែរបន្ទាប់មក Nami បានវិភាគដឹងថាការដែល Zoro យកខ្លួនមករងគ្រាប់ជំពាមគឺដោយសារតែគាត់ចង់ការពារនាងហើយនិង Usopp បើសិនជាគ្រាប់ជំពាមបាញ់ត្រូវបងប្អូនឆ្មាណាមួយពួកគេនឹងខឹងហើយសម្រុកទៅវាយប្រហារ Nami ហើយនិង Usopp នោះពីរអ្នកហ្នឹងច្បាស់ជាមានគ្រោះថ្នាក់បន្ទាប់មកពេលឃើញ Zoro មានដាវតែមួយមិនអាចវាយបកទៅកាន់បងប្អូនឆ្មាទាំងពីរបាន Nami ក៏សម្រេចចិត្តរត់ចូលទៅយកដាវឲ្យ Zoro ថែមទៀតតែនាងត្រូវបាន Django ប្រើកងនៅដៃរបស់គាត់អូសឲ្យរបួសខ្នងបន្ទាប់មកមិនដឹងមានរឿងអីទេបងប្អូនឆ្មាទាំងពីរហើយនិង Django ដូចជាភ្ញាក់ផ្អើលហើយខ្លាចខ្លាំងណាស់ព្រោះពេលនោះពួកគេឃើញ Kuro ដែលជាមេរបស់ពួកគេបានទៅដល់ទីនោះផងដែរការដែល Kuro ទៅកាន់ទីនោះដោយសារតែគាត់ខឹងខ្លាំងព្រោះកូនចៅរបស់គាត់ធ្វើការយឺតយ៉ាវប៉ុន្តែនៅពេលនោះផងដែរបងប្អូនឆ្មាទាំងពីរបែរជាមានកំហឹងជាមួយ Kuro ដែលទុកពួកគេចោលរយៈពេល3ឆ្នាំនៅលើសមុទ្រមិនអើពើជាមួយពួកគេដល់ពេលអញ្ចឹងពួកគេក៏មានកំណត់ក្បត់សម្រុកទៅវាយប្រហារ Kuro វិញដើម្បីបំបត្តិកំហឹងនៅពេលហ្នឹងពួកគេដែលខ្លាំងគួរសមដែរមិនអាចធ្វើអី Kuro បានសោះព្រោះ Kuro មានក្បាច់ពិសេសម្យ៉ាងដែលគេហៅថា Pussy Foot Maneuver ជួយឲ្យគាត់ផ្លាស់ទីបានលឿនអាវុធរបស់ Kuro គឺផ្លែដាវដែលគាត់ពាក់នៅម្រាមដៃរបស់គាត់ដែលមើលទៅដូចគាត់មានកញ្ចក់វែងអញ្ចឹងចឹងហើយទៅគេតែងតែឃើញគាត់ត្រឡប់លាដៃលើកវ៉ែនតាការប្រយុទ្ធគ្នានៅលើនោះ Kuro បានចាប់បងប្អូនឆ្មាទាំងពីរភ្ជង់ហើយក៏ព្រាមថាគាត់ទុកពេលឲ្យ5នាទីបើចាត់ការក្រុមរបស់ Luffy អត់បានទេគាត់នឹងសម្លាប់ពួកគេចោលទាំងអស់បន្ទាប់មកបងប្អូនឆ្មាទាំងពីរក៏បែរក្បាលទៅរក Zoro វិញហើយ Nami ក៏ដឹងថា Zoro ត្រូវការដាវរបស់គាត់បន្ថែមទៀតដើម្បីទប់ទល់ជាមួយពួកគេក៏ទាត់ដាវរបស់ Zoro ទៅឲ្យគាត់ពេលបានដាវគ្រប់ចំនួនវិញហើយ Zoro ប្រើតែមួយក្បាច់ទេអាចចាត់ការបងប្អូនឆ្មាទាំងពីរបានយ៉ាងងាយឃើញចឹងហើយក្រុមចៅសមុទ្រផ្សេងទៀតមានការភ្ញាក់ផ្អើលខ្លាំងណាស់រហូតដល់ចំហមកធំបិទអត់ចិត្តទេពេលនោះ Kuro ចាប់ផ្ដើមរាប់នាទីទៀតហើយថានៅសល់4នាទីទៀតហើយកន្លែងទៅមើល Luffy វិញនៅដីលក់ស្រួលណាស់អត់ទាន់ភ្ញាក់ទេបន្តមកទៀតបងប្អូនឆ្មាម្នាក់កម្មាប់ដៃឈ្មោះ Buchi នៅដឹងខ្លួនបានសុំឲ្យ Django ជួយសន្លំគាត់ឲ្យខ្លាំងជាងមុនហើយ Django ក៏អត់កំណាញ់ដែរក៏ជួនតាមសំណុំពរបន្ទាប់ពីត្រូវសន្លំហើយ Buchi បានរីកមាឌធំជាងមុនគុណនឹង3ពេលឃើញចឹង Nami បាននឹកឃើញរត់ទៅដាស់ Luffy ឲ្យងើបមកជួយហើយ Django អត់ដឹងថា Nami ចង់ធ្វើអីទេព្រោះគាត់គិតថា Luffy ស្លាប់បាត់ហើយប៉ុន្តែគាត់មិនឲ្យ Nami សម្រេចបំណងទេក៏គប់កងរបស់គាត់បំរុងសម្រាប់នាងចោលតែចៃដន្យអី Luffy ភ្ញាក់ដឹងខ្លួនហើយខឹង Nami ជន់ក្បាលគាត់ក៏ទាញជើងនាងឲ្យដួលធ្វើឲ្យក៏ហោះចូលទៅក្នុងមាត់របស់គាត់ផ្លុកគួរចាប់អារម្មណ៍ផងដែរថា Luffy មានធ្មេញខ្លាំងណាស់អាវុធល្មមគាត់អាចខំបែកពេលនោះ Nami បាននិយាយផ្ដាំទៅកាន់ Luffy ថាការប្រយុទ្ធលើកហ្នឹងពួកគេត្រូវតែឈ្នះដើម្បីការពារទ្រព្យសម្បត្តិរបស់នាងឲ្យបានគង់វង្សមិនដើម្បីការពារជីវិតមនុស្សក្នុងភូមិទេចុះគិតមកដល់ពេលហ្នឹង Kuro បានប្រាប់ថាអស់ម៉ោងហើយគ្រាន់តែលឺអញ្ចឹងក្រុមចៅសមុទ្រទាំងអស់ដែលជាកូនចៅរបស់ Kuro មានការផិតភ័យជាខ្លាំងពេលនឹងផងដែរស្រាប់តែ Kaya រត់មកពីក្រោយខ្នងរបស់ Kuro ធ្វើឲ្យគាត់ស្មានថាមានស្ត្រូវចង់វាយប្រហារគាត់ក៏បានប្រើម្រាមដៃវត្តទៅកាន់ Kara ប៉ុន្តែនៅពេលនោះ Usopp បានលោតទៅរងផ្លែដាវជំនួសនាងបន្ទាប់មក Usopp បានប្រាប់ Kara ឲ្យប្រញាប់រត់គេចតែ Kara អត់ព្រមចេញទៅណាទេហើយថែមទាំងបានទាញកាភ្លើងម្ដាមទៅភ្ជង់ Kuroប៉ុន្តែគួរឲ្យសោកស្ដាយខ្លាំងណាស់ Kara គ្មានភាពក្លាហានគ្រប់គ្រាន់ក្នុងការសម្លាប់ Kuro ចោលទេបណ្ដាលឲ្យ Kuro ដើរចូលទៅយកកាភ្លើងពីដៃរបស់នាងបានយ៉ាងងាយប៉ុន្តែនៅពេលនោះ Kuro អត់ប្រើកាភ្លើងទេគឺគាត់បានទម្លាក់វាចោលទៅលើដីពេលឃើញអាការល្អ Usopp បានរើកាភ្លើងនោះបាញ់ Kuro តែ Kuro បានប្រើក្បាច់ Pussy Foot របស់គាត់គេចចេញពីក្រោះកាភ្លើងហើយបានប្រើកញ្ញាំរបស់គាត់ចាប់ Usopp ជាប់បន្ទាប់មកនៅពេលដែល Kuro រំលើកពីស្នាមរបួសដែល Usopp ដាល់គាត់កាលពីលើកមុនស្រាប់តែ Luffy បលូតដៃមកវាយគាត់ចំកន្លែងដដែលហ្នឹងឡើងវិញមុខហើយផ្ងាប្រេពេលនោះផងដែរក្រុមក្មេងៗទាំង3នាក់ក៏បានមកដល់ហើយប្រើដំបងសំពង Kuro ថែមទៀតឃើញចឹង Usopp បានស្រ័យប្រាប់ពួកក្មេងៗឲ្យឈប់ព្រោះ Kuro ជាមនុស្សគ្រោះថ្នាក់ខ្លាំងណាស់កុំនៅក្បែរគាត់បន្ទាប់មកមិនយូរប៉ុន្មាន Kuro បានងើបឡើងមកវិញហើយដើរទៅទាត់ Usopp មួយជើងឡើងប៉ើងពេលនោះគាត់បានបញ្ជាឲ្យ Django ទៅសន្លំ Kaya ដើម្បីឲ្យនាងស្ញេបកគលទ្រព្យសម្បត្តិឲ្យគាត់ពេលឃើញចឹង Zoro ក៏ចង់ខាត់ Django ដែរតែ Buchi បានលោតមកវាយប្រហារគាត់ធ្វើឲ្យ Zoro ត្រូវបង្ខំចិត្តទប់ទល់ជាមួយ Buchi សិនបន្ទាប់មក Usopp បានស្រ័យប្រាប់ឲ្យក្មេងៗនាំ Kaya រត់ចូលព្រៃព្រោះក្មេងៗស្គាល់ព្រៃតំបន់ហ្នឹងច្បាស់ណាស់ហើយក្នុងពេលជាមួយគ្នា Kuro ក៏បញ្ជាឲ្យ Django ដេញតាមពួកគេបែរទៅមើលការប្រយុទ្ធគ្នារវាង Zoro និង Buchi បន្តិច Zoro បានគាស់ Buchi មួយជើងចំចកាហើយបន្តមកចេញក្បាច់ដាវតែមួយក្បាច់តែប៉ុណ្ណោះអាចកម្ចាត់ Buchi បានបន្តមក Luffy បានប្រាប់ឲ្យ Zoro សែង Usopp ទៅតាមជួយ Kaya ចំណែក Kuro ទៅឲ្យគាត់ជាអ្នកចាត់ការតែម្នាក់ឯងការប្រយុទ្ធគ្នានៅពេលនោះ Luffy ពិបាកវាយ Kuro ខ្លាំងណាស់ព្រោះ Kuro អាចគេចបានលឿន
នៅពេលនោះខូរ៉ូអាចសុតលូហ្វីបានម្ដាយហើយគាត់បានចិត្តក៏ចង់សម្រុកចូលទៅវាយលូហ្វីបន្តទៀតតែវាយត្រូវដុំថ្មព្រោះលូហ្វីបានទាញដុំថ្មមកផ្ទាំងធំយកមករងការវាយនៅលើនោះកញ្ចក់ដៃរបស់ខូរ៉ូបានកប់ចូលទៅក្នុងថ្មជួយឲ្យលូហ្វីមានឱកាសកាច់បំបាក់កញ្ចក់ដៃរបស់គាត់បានម្ខាងហើយបន្តមកលូហ្វីក៏បានប្រើដុំថ្មនោះវាយទៅកាន់ខូរ៉ូមកដំហឹងបន្តមកសាច់រឿងបានកាត់ទៅមើលខាយ៉ាវិញម្ដងដែលពេលនេះចាងហ្គោបានតាមទាន់ពួកនាងហើយគាត់បានចាប់ក្មេងៗធ្វើបាបដើម្បីបង្ខំឲ្យខាយ៉ាឈប់រត់និងព្រមចុះហត្ថលេខាពេលនោះដើម្បីជួយក្មេងៗខាយ៉ាបានយល់ព្រមទោះបីដឹងថាក្រោយចុះហត្ថលេខាហើយគេនឹងសម្លាប់នាងចោលក៏ដោយនិយាយពីសូរ៉ូនិងអូសបវិញក៏ទៅជិតដល់ទីនោះផងដែរហើយនៅពេលនោះពួកគេបានលើកក្មេងៗស្រែកពីចម្ងាយមូលហេតុដែលក្មេងៗស្រែកគឺដោយសារតែចាងហ្គោចង់សម្លាប់ខាយ៉ាក្រោយពេលនាងបានសញ្ញាលើលិខិតផ្ទេរទ្រព្យសម្បត្តិរួចនៅពេលនោះសូរ៉ូបានបញ្ញាប់រត់មកជួយនាងពីចម្ងាយដែរតែប្រហែលជាអត់ទាន់ពេលទេសំណាងដែរដែលក្មេងៗចេះតែឃើញយកប៉ែទៅបុកកញ្ចោញអុយរបស់ចាងហ្គោធ្វើឲ្យគាត់មានការឈឺចុកចាប់ហើយនឹងអាចពជាពេលបានខ្លះប៉ុន្តែទោះជាយ៉ាងណាក៏សូរ៉ូមិនអាចចូលមកជួយតាន់ពេលដែរតែពួកគេនៅមានអ៊ូសបម្នាក់ទៀតដែលចេះប្រើគ្រាប់ចម្រៀមបាញ់ពីចម្ងាយហើយដូចយើងដឹងស្រាប់ហើយអ៊ូសបបាញ់ត្រង់ណាមិនចេះខុសទេនៅទីបំផុតពួកគេអាចកម្ចាត់ចាងហ្គោបានសម្រេចត្រឡប់ទៅមើលលូហ្វីវិញពេលនេះគាត់នៅតែបន្តប្រយុទ្ធជាមួយនឹងខូរ៉ូហើយខូរ៉ូនៅតែចង់ប្រើក្បាច់ Pussy Foot របស់គាត់ដដែលហ្នឹងដើម្បីវាយប្រហារលូហ្វីតែពេលហ្នឹងទៅមិនរួចជាមួយលូហ្វីទេគ្រាន់តែលូហ្វីបលូដៃហើយក៏វាមកជុំដឹងត្រូវខូរ៉ូហើយបន្តមកខូរ៉ូបានបញ្ចេញក្បាច់ពិសេសមួយទៀតដែលដើររេរាដោយមនុស្សបែកថ្នាំអញ្ចឹងប៉ុន្តែមើលទៅក្បាច់ហ្នឹងមិនមែនធម្មតាទេព្រោះកូនចៅរបស់គាត់ទាំងអស់ខ្លាចក្បាច់ហ្នឹងខ្លាំងណាស់ពួកគេខំស្រែកអំបោះខូរ៉ូកុំឲ្យប្រើក្បាច់ហ្នឹងតែខូរ៉ូអត់ស្ដាប់ទេបន្តមកខូរ៉ូបានបាត់ខ្លួនខ្លាយទៅជាផ្សែងហើយមួយសន្ទុះក្រោយមកមនុស្សទាំងអស់ដែលមានវត្តមាននៅទីនោះសុទ្ធតែត្រូវរបួសទាំងអស់គ្នាសូម្បីតែលូហ្វីក៏មិនលើកលែងដែរចំណែកណាមីបានរួចខ្លួនដោយសារតែនាងរវល់ដើរប្រមូលទ្រព្យសម្បត្តិនៅលើទូកពេលនោះមិនដឹងជាលូហ្វីមានជំនាញពិសេសអីទេអាចចាប់ខូរ៉ូបានហើយបោកគាត់ទៅដីប៉ុណ្ណឹងហើយខូរ៉ូនៅតែអត់រៀនតែគាត់អត់មានក្បាច់អីថ្មីទេមានតែក្បាច់ដើររេរាដដែលហ្នឹងចង់វាយប្រហារមកលើលូហ្វីទីបំផុតលូហ្វីបានចាប់គាត់ជាប់ហើយប្រើក្បាលដ៏តានរបស់គាត់តែក្បាលខូរ៉ូឲ្យស្លាប់រួចបោះគាត់ត្រឡប់ទៅឲ្យកូនចៅរបស់គាត់វិញហើយចុងក្រោយលូហ្វីអាចបណ្ដេញក្រុមចៅសមុទ្រទាំងអស់ចេញពីទីនោះបានបន្តមកសេរឿងបានកាត់ទៅមើលប្រវត្តិរបស់អ៊ូសបបន្តិចកាលពីតូចតាមពីប៉ារបស់គាត់ចាក់ចេញទៅធ្វើជាចៅសមុទ្រអ៊ូសបតែងតែទៅស្រែកប្រកបការកុហកអ្នកភូមិថាចៅសមុទ្រមកដល់ហើយតាមពិតការនោះគាត់ស្រែកកុហកប្រាប់គេក្នុងគោលបំណងឲ្យម៉ាក់របស់គាត់ដែលកំពុងតែដេកឈឺលឺគាត់ចង់កុហកម៉ាក់គាត់ថាប៉ារបស់គាត់ត្រឡប់មកវិញដើម្បីម៉ាក់គាត់សប្បាយចិត្តហើយសង្ឃឹមថាម៉ាក់របស់គាត់នឹងជាពីជំងឺប៉ុន្តែម៉ាក់របស់គាត់ដឹងច្បាស់ណាស់ថាគាត់មិនរស់ទេហើយគាត់បានប្រាប់អ៊ូសបថាគាត់មានមោទនភាពខ្លាំងណាស់ដែលបានរៀបការជាមួយនឹងប៉ារបស់អ៊ូសបគាត់សង្ឃឹមថាថ្ងៃអនាគតអ៊ូសបនឹងក្លាយទៅជាអ្នកក្លាហានដូចប៉ារបស់គាត់បន្ទាប់ពីម៉ាក់របស់គាត់ស្លាប់បាត់ទៅអ៊ូសបនៅតែបន្តស្រែកកុហកអ្នកភូមិថាចៅសមុទ្រមកដល់ហើយដោយសង្ឃឹមថាថ្ងៃណាមួយប៉ារបស់គាត់នឹងមកយកគាត់ទៅធ្វើជាចៅសមុទ្រជាមួយផងដែរត្រឡប់មកពេលបច្ចុប្បន្នវិញខារ៉ាបានទៅជួបក្រុមរបស់លូហ្វីហើយប្រាប់ថានាងមានកាដូមួយឲ្យពួកគេហើយកាដូនោះគឺជាទូកដ៏ធំមួយដែលក្រោយមកពួកគេបានដាក់ឈ្មោះវាថា Going Merry សរុបមកសម្រាប់វគ្គនេះក្រុមរបស់ Luffy ទទួលបានទូកថ្មីមួយហើយនិងសមាជិកថ្មីម្នាក់គឺ Usopp ចំណែក Kaya នាងបានជាពីជំងឺ stress របស់នាងហើយនាងនៅទៅរៀនបន្តធ្វើជាគ្រូពេទ្យចំពោះក្មេងៗដែលជាកូនចៅរបស់ Usopp វិញពួកគេនៅតែបន្តធ្វើការងាររបស់ Usopp គឺដើរស្រែកកុហកអ្នកភូមិថាចៅសមុទ្រមកហើយសូមអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានរឿងនេះជាមួយខ្ញុំបើសិនជាយល់ថារឿងនេះល្អមើលសូមជួយចុច like ម្នាក់មួយហើយនិងជួយ comment ម្នាក់មួយផង comment ABC អីក៏បានដែរឲ្យតែបាន commentហើយក៏សូមសំណូមពរដល់អ្នកដែលមិនទាន់បាន subscribe channel មនោចរណៃទេក៏សូមជួយ subscribe ម្នាក់មួយព្រោះវាជួយផ្ដល់កម្លាំងចិត្តដល់ admin ក្នុងការផលិតវីដេអូបន្តទៀតពេលនេះសូមអរគុណម្ដងទៀតហើយសូមជូនពរសុខភាពល្អអនាគតបបររុងរឿង